ពុកម្ដាយភាគច្រើនគាត់សួរសំណួរថាហេតុអីបានជាកូនកាន់តែធំទៅមិនក៏អត់ស្ដាប់គាត់តែក៏ពិតសំណួរដែលជ្រៅជាងនឹងដែលពួកយើងគួរតែសួរខ្លួនឯងក្នុងនាមជាឪពុកម្ដាយទាំងអស់គ្នាណាថាតើពួកគេទទួលបានសុវត្ថិភាពផ្លូវអារម្មណ៍អត់បើសិនជាពួកគេបញ្ចេញអារម្មណ៍ជាមួយពួកយើងព្រោះតាមបទពិសោធន៍ខ្ញុំកន្លងមកគ្រាន់តែឪពុកម្ដាយផ្លាស់ប្ដូររបៀបដែលពួកគាត់ស្ដាប់កូនណាក៏ធ្វើឲ្យបរិយាកាសក្នុងគ្រួសារគាត់ដូរដែរតែបើសិនជាពួកគាត់នៅតែអត់ដូរទេមានន័យថាពួកគាត់អត់បានស្ដាប់ពួកគាត់អត់បានឮអ្វីដែលកូនចង់ប្រាប់មិនថាតាមរយៈពាក្យសម្ដីតាមរយៈកាយវិការឬក៏តាមរយៈទង្វើផ្សេងអញ្ចឹងពួកគាត់អត់បានឮដូច្នេះហើយបានជាធ្វើឲ្យផ្ទះហ្នឹងវាប្រែក្លាយទៅជាស្ងាត់បាត់ទំនាក់ទំនងកូនលេងចង់និយាយស្ដីហើយយើងមានអារម្មណ៍ថាកូនអត់គោរពកូនអត់ចង់និយាយរយយើងតែក៏ពិតរឿងរ៉ាវពិតប្រាកដនៅពីក្រៅគ្រួសាររបស់យើងគឺដោយសារតែពួកគេអត់មានអារម្មណ៍សុវត្ថិភាពដោយសារគ្រប់យ៉ាងដែលគេនិយាយប្រាប់យើងពីមុនមកគឺគេអត់ទទួលអារម្មណ៍ថាយើងពិតជាបានស្ដាប់រឿងរ៉ាវរបស់គេយល់ពីរឿងរ៉ាវរបស់គេយកចិត្តទុកដាក់ចំពោះរឿងរ៉ាវរបស់គេហើយគ្រប់គ្រងគេផ្ដល់ជាយោបល់ដែលពួកគេចង់បាននិយាយមួយម៉ាត់ឲ្យខ្លីគឺមិនមែនដោយសារកូនមិនស្ដាប់យើងឬក៏កូនមិនគ្រប់យើងទេគឺដោយសារតែគ្រួសារយើងបាត់បង់ទំនាក់ទំនងស៊ីជម្រៅផ្លូវអារម្មណ៍